នឹងហើយនៅទាំងអស់គ្នាមើលវីដេអូនេះឃើញថាអាឡានដែលគេកំទេចចោលនៅស្រុកគេណាឃើញនៅស្អាតថ្មីណាគេកំទេចចោលដោយសារតែជីវភាពឡានដែលហួសអាយុកាលកំណត់របស់គេអញ្ចឹងណាអានេះបើសិនជានៅក្នុងស្រុកខ្មែរយើងវិញជីបានទៀតយកមកកែកនទីទៅជីបានទៀតឥឡូវមើលទៅឡានស្អាតឃើញទេគេយកមកកំទេចចោលខ្ទេចនៅស្រុកខ្មែរយើងដឹងតែម៉េម៉េប៉ុណ្ណេះឡានប៉ុណ្ណេះហើយគេមុននឹងកំទេចគេចាប់បោះយកគ្រឿងបំណែកផ្សេងដាក់ផ្សេងគ្នាអញ្ចឹងណាប្រភេទបូមទៅផ្សេងប្រភេទខ្សែភ្លើងផ្សេងទៅប្រភេទពូកផ្សេងអញ្ចឹងទៅប្រភេទអេណុកម៉ាស៊ីនអីទៅផ្សេងអញ្ចឹងទៅគេបែងចែកអញ្ចឹងណាថ្ងៃបែងចែកផ្សេងគ្នាអញ្ចឹងណាអានេះស្រួលតែអាចនឹងមានយកមកកាប់សាច់យ៉ាងស្រុកខ្មែរព្រាតទៀតនេះអាប្រភេទគ្រឿងបន្លាស់ដែលគេដកចេញពីឡានណាឃើញទេដឹងតែមានយកមកលក់ស្រុកខ្មែរព្រាតមានទាំងប៉ង់មានទាំងប្រាំងអីចឹងទៅមានកលេអីចឹងទៅយកមកលក់ស្រុកខ្មែរចឹងស្អាតរបស់មានតម្លៃ